ជំរាបសួរអ្នករៀនលក់ក៏ដូចជាបងប្អូនដែលកំពុងតែលក់ខ្ញុំទទួលបានសំណួរមួយទៀតហើយសំណួរនេះចាក់ចំបេះដូងខ្ញុំដោយសារខ្ញុំជាអ្នកខ្លាចរឿងហ្នឹងដែរសំណួរមួយគាត់សួរថាគួរផ្សាយលក់ទេគួរតែ live លក់អត់តាមបណ្ដាញសង្គមផ្សេងៗអញ្ចឹងណាខ្ញុំស្ដាប់សំណួរគាត់ហើយខ្ញុំចាក់បេះដូងដោយសារសម្បីតែខ្ញុំខ្លួនឯងក៏ខ្លាចដែរខ្លាចកាមេរ៉ាមែនតើទៅមិនមែនខ្លាចក្នុងការលក់ទេខ្ញុំខ្លាចកាមេរ៉ាខ្ញុំនិយាយព្រិចភ្នែករហូតដល់អញ្ចឹងណាអញ្ចឹងក៏សួរថាគួរផ្សាយលក់ live បងប្អូនខ្លះផ្សាយមិនដឹងទេបាទបើ live ដឹង live លក់តាមប្រព័ន្ធសង្គមផ្សេងៗតាម TikTok តាម Facebook តាមអីចឹងណាក៏សួរខ្ញុំថាគួរតែ live អត់ចម្លើយរបស់ខ្ញុំជូនគាត់ហ្នឹងគឺមិនមែនគួរទេត្រូវតែផ្សាយលក់ហេតុអីបងប្អូនក៏លេចមើលនៅស្រុកខ្មែរខ្ញុំមិនបាច់មើលនៅបរទេសទេនៅស្រុកខ្មែរគេជាអុកញ៉ាណោះហើយគេផ្សាយលក់គេជាគេដល់អ្នកអុកញ៉ាទៀតណោះហើយគេមានលុយវល់លាន100លានហើយគេនៅតែផ្សាយលក់ទៀតចុះយើងនឹងអីដែរបាទគាត់ផ្សាយនឹងអត់បានព្រោះ platform នេះវា free ទេអត់អស់លុយទេអញ្ចឹងបងប្អូនជាអ្នកលក់កុំខ្លាចក្នុងការផ្សាយលក់បើអត់ផ្សាយមានណាដឹងមានដឹងថាយើងលក់អីគេធ្វើដល់លោកញ៉ាគេហ៊ានផ្សាយលក់រាល់យើងនិយាយលក់ធម្មតាណាមនុស្សដូចតែគេដែរហ្នឹងអញ្ចឹងយើងផ្សាយលក់ទៅអត់ខុសទេបណ្ដាញសង្គមទាំងអស់ហ្នឹងគឺ free ទេអញ្ចឹងយើងផ្សាយលក់បានទី1ទី2បើសិនជាអត់ហ៊ានបងប្អូនជួយលើកទឹកចិត្តគ្នាខ្ញុំទទួលបានមិត្តភ័ក្តិគាត់ជួយលើកទឹកចិត្តដែរមិត្តភ័ក្តិរបស់ខ្ញុំគាត់ជា master មួយរូបដែរជាគ្រូបណ្ដុះបណ្ដាលមួយរូបហើយគាត់ជំនាញគាត់និយាយពាក្យមួយម៉ាត់ទៅធ្វើឲ្យខ្ញុំសើតែដាច់ប្រមាត់តែម្ដងគាត់ថាបងឯងគាត់ផ្សាយលក់បងឯងខ្លាចដែរថាអត់ទេខ្ញុំបើជួបផ្ទាល់បើនិយាយជាមួយមនុស្សរាប់ពាន់នាក់ក៏ខ្ញុំអត់បារម្ភទេប៉ុន្តែបើអង្គុយនៅមុខកាមេរ៉ាខ្ញុំខ្លាចកាមេរ៉ាគាត់ថាបងឯងគិតឡើងវិញបងនៅលើបណ្ដាញសង្គមឥឡូវគេរស់ស៊ីផ្លូវភេទគេហ៊ានផ្សាយលក់ខុសច្បាប់ហ៎បងគេថតរបស់គេលក់ចុះបងឯងគាត់តែលក់ផលិតផលហើយគាត់អាឡ័យលក់ផលិតផលបងដែលស្របច្បាប់មិនហេតុអីក៏បងអត់ហ៊ានគេលក់អុកណូកផងនៅតែគេហ៊ានថតផ្សាយលក់ហើយបងឯងលក់ផលិតផលសេវាកម្មដែលស្របច្បាប់ដែលល្អហេតុអីខ្លាចអីផ្សាយខ្ញុំស្ដាប់ហើយវាអសរោះបន្តិចពាក្យណាតែគាត់ថាបើខ្ញុំមិននិយាយអញ្ចឹងបងអត់ភ្ជាប់ខ្លួនអញ្ចឹងខ្ញុំដូចគ្នាខ្ញុំយកពាក្យគាត់មកប្រើហើយដល់បងប្អូនដែលជាអ្នកលក់ទាំងអស់កុំខ្លាចក្នុងការផ្សាយលក់បើមិនហ៊ានផ្សាយខ្លាំងក៏ត្រឹមតែផុសទៅយើងមាន page យើងមាន personal account profile អញ្ចឹងទៅផុសទៅហើយលក់អីផ្សេងទៀតក៏ដោយបងអាចប្រកាសលក់បានឲ្យតែស្របច្បាប់បងផុសលក់ទៅបង live លក់ទៅអត់ខុសទេបើសិនបើបងមានរបស់ល្អហើយបងអត់ផ្សាយលក់អត់មានអ្នកណាដឹងទេបើសិនបើបងប្អូនចំណាយពេលធ្វើ marketing ធ្វើ brochure ផ្សេងៗវាអស់លុយច្រើនប៉ុន្តែបងទាញទៅទូរស័ព្ទដៃមក live video ក៏ដោយផុសលើ page របស់យើងឬ Facebook របស់យើងទៅកុំបារម្ភរឿងគេមិនទិញអ្វីដែលសំខាន់យើងផុសនៅអ្វីដែលយើងមានគេទិញមិនទិញជារឿងរបស់គេរឿងរបស់យើងគឺផ្សាយទៅណាបងប្អូនផ្សាយជាញឹកញាប់ទៅអាចមួយថ្ងៃម្ដងអីទៅឬក៏បើខ្ជិលក៏មួយសប្ដាហ៍ម្ដងអញ្ចឹងទៅផ្សាយទៅអញ្ចឹងអ្នកលក់ត្រូវតែផ្សាយលក់បើសិនជាអត់ផ្សាយគ្មានណាដឹងទេកុំខ្លាចណាយើងធ្វើរឿងត្រឹមត្រូវផ្សាយទៅអត់ខុស